Bitcoin ត្រូវបានធ្លាក់ថ្លៃកាលពីសប្តាហ៍មុនធ្លាក់ខ្ទង់$20,000ក្នុងមួយថ្ងៃណាក្នុងមួយថ្ងៃ$20,000វាធ្លាក់ដល់ថ្នាក់ផ្សារពិហុនបិទដោយអូតូនៅក្នុងផ្សារពិហុនគេមានច្បាប់មួយក្នុងមួយថ្ងៃបើធ្លាក់លើសកំណត់Gen Z ដូចយើងបាននិយាយកាលពីសប្តាហ៍មុនវាបានរៀបដល់ Madagascar រៀបដល់ Peru យើងឃើញGen Z ចលនា Gen Z បានផ្ទុះជាច្រើនប្រទេសហើយបានផ្ដួលរំលំរដ្ឋាភិបាលមួយចំនួនមួយដែរគឺដូចជានៅនេប៉ាល់ដួលហើយថ្មីនេះគឺ Madagascar ដែលយើងលើកយកមកនិយាយកាលពីសប្តាហ៍មុននោះឥឡូវរដ្ឋាភិបាលក៏ដួលរំលំដែរប្រធានាធិបតី Madagascar ត្រូវឡើងយន្តហោះសម្ងាត់បារាំងដោយមានការកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលបារាំងបញ្ជូនកម្លាំងសម្ងាត់មកជួយដឹកប្រធានាធិបតីរត់ចេញពីប្រទេសអញ្ចឹងរដ្ឋាភិបាល Madagascar បានរលំហើយរលំដោយសារតែមានការគ្រប់គ្រងពីពួកទាហានបានចូលរួមធ្វើបាតកម្មជាមួយនឹងពួក Gen Z ដែរប្រវត្តិ Madagascar ប្រធានាធិបតីដែលបានដួលរលំហ្នឹងគាត់ក៏ធ្លាប់ធ្វើរដ្ឋប្រហារហើយសុំកលុំជាមួយពួកទាហាននឹងដូចគ្នាអញ្ចឹងកាលពីឆ្នាំ2009ឥឡូវនេះពួកទាហានធ្វើរដ្ឋប្រហារគាត់វិញអញ្ចឹងGen Z នៅ Madagascar បានទទួលជ័យជំនះហើយអ្នកដែលចេញមុខធ្វើរដ្ឋប្រហារជាមួយនឹង Gen Z គឺទាហានកងកម្លាំងពិសេសកងអង្គរៈណាមេអង្គរៈអញ្ចឹងមេអង្គរៈប្រធានាធិបតីមកធ្វើរដ្ឋប្រហារប្រធានាធិបតីគាត់ឈ្មោះ Michel អាយុ51ឆ្នាំហើយនៅ Madagascar នឹងត្រូវគ្រប់គ្រងដោយទាហាន Michel ហ្នឹងគាត់នឹងរៀបចំឲ្យមានការបោះឆ្នោតនៅប្រហែលជា18ខែទៅ24ខែទៀតអញ្ចឹង Madagascar ត្រូវគ្រប់គ្រងដោយទាហានរយៈពេលប្រហែល2-3ឆ្នាំទៀតហើយមានការបោះឆ្នោតហើយយើងមកមើលPeru វិញចំណែក Gen Z នៅ Peru ក៏មិនណយប្រមាណដែរណាបានធ្វើបាតកម្មប្រឆាំងជាមួយរដ្ឋាភិបាលដែលមិនពេញចិត្តជាមួយរដ្ឋាភិបាលរឿងបញ្ហាពុករលួយនិងឧក្រិដ្ឋកម្មយើងបាននិយាយពីសប្តាហ៍មុនមួយហើយបាតកម្មនោះបានផ្ដួលរំលំបានបណ្ដេញប្រធានាធិបតីស្រីលោកស្រីណាពូលូណាគាត់ត្រូវបានបាតកម្មបណ្ដេញគាត់ចេញពីតំណែងកាលពីសប្តាហ៍មុនហើយឡើងប្រធានាធិបតីថ្មីហើយបន្ទាប់មកប្រធានាធិបតីថ្មីនឹងត្រូវបានគេកំពុងតែធ្វើបាតកម្មទម្លាក់បន្ថែមទៀតអញ្ចឹងរដ្ឋាភិបាលប្រហែលជាមើលទៅប្រហែលជាទប់មិនជាប់ទេណាបាតកោមិនពេញចិត្តនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលសប្តាហ៍ហ្នឹងអញ្ចឹងចំណែកឯប្រធានាធិបតីក៏គាត់អត់ទាន់ចុះចេញពីតំណែងដែរគាត់ឲ្យនាយករដ្ឋមន្ត្រីប្រកាសភាពអាសន្ននៅប្រទេសពេរូហ្នឹងអញ្ចឹងបើប្រកាសភាពអាសន្នគេនឹងបញ្ចេញទាហានមកអញ្ចឹងទាហានមានសិទ្ធិក្នុងការបាញ់អញ្ចឹងអាចនឹងមានការស្លាប់ច្រើននៅពេរូអញ្ចឹងតើរដ្ឋាភិបាលអាចទប់ជាប់អត់យើងរងចាំមើលទៀតណាព័ត៌មានសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹង government shutdown ឃើញព័ត៌មានម៉ាឡេស៊ីណាគាត់បានស្រង់សម្ដីរបស់លោក Scott Bessent ជារដ្ឋមន្ត្រីរដ្ឋាភិបាលជាតិរបស់សហរដ្ឋអាមេរិកគាត់បានចេញមកបញ្ជាក់ថាសហរដ្ឋអាមេរិកបាន shut down រដ្ឋាភិបាលត្រូវបាន shut down ត្រូវបានផ្អាកណាជិត2សប្តាហ៍ជាងមកហើយបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកយ៉ាងខ្លាំងណាដោយសារតែវិបត្តិបញ្ចប់ថវិកាក្នុងការចំណាយអញ្ចឹងវិវាទរវាងគណៈបក្សសាធារណរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យនៅក្នុងសភាជំនួយរឿងថវិកាក្នុងការចំណាយប្រចាំឆ្នាំហ្នឹងគឺมันមានការព្រមព្រៀងគ្នាក្នុងការចំណាយអញ្ចឹងលោកត្រាំក៏មិនដោយឲ្យវិវាទហ្នឹងបន្តទៅនៅពេលដែលអត់ព្រមវាស្មានអត់ចេញលុយមកអញ្ចឹងវាធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកមានក្រសួងមួយចំនួនត្រូវបានបិទទ្វារសិនជាម្ដងសិនយើងឃើញហើយព័ត៌មានមួយចំនួនដែលចេញក្នុងខែហ្នឹងគឺត្រូវបានផ្អាកធ្វើអត់
បានចេញព័ត៌មានទេអញ្ចឹងលោកចតបេសិនហ្នឹងគាត់ចាញ់បានចេញមកអំពាវនាវឲ្យគណៈបកប្រជាធិបតេយ្យហ្នឹងចូលមកសភាហើយចូលរួមរកវិធីដោះស្រាយព្រោះឃើញថាគ្រាន់តែបិទ government shutdown ហ្នឹងវាធ្វើឲ្យសហរដ្ឋអាមេរិកខាតលុយច្រើនមែនទែនគឺខ្ទង់$15,000 លានក្នុងមួយថ្ងៃអញ្ចឹងវាខាតច្រើនខ្លាំងមែនទែនប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិកព្រោះរដ្ឋាភិបាលមិនដំណើរការអញ្ចឹងស្អីក៏អត់ដំណើរការអញ្ចឹងរឿងការវិនិយោគអីទាំងប្រមាណហ្នឹងវាប៉ះពាល់ណាហើយវាមិនមែនត្រឹមប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទេក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកទៀតព្រោះមានការរកស៊ីរវាងអាមេរិកជាមួយនឹងពិភពលោកអញ្ចឹងវាធ្វើឲ្យលំហូរនៃការវិនិយោគចូលសហរដ្ឋអាមេរិកក៏មានការរាំងស្ទះហើយពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍ AI ក៏ត្រូវបានរាំងស្ទះដែរជាមួយនឹង government shutdown ហ្នឹងប្រហែលអាទិត្យនេះយើងរវល់ចាប់អារម្មណ៍រឿងតម្លៃមាសឡើងទៀតតែយើងអត់បានចាប់អារម្មណ៍ទៅលើ Bitcoin Bitcoin ត្រូវបានធ្លាក់ថ្លៃកាលពីសប្តាហ៍មុនធ្លាក់ខ្ទង់$20,000ក្នុងមួយថ្ងៃណាក្នុងមួយថ្ងៃ$20,000វាធ្លាក់ដល់ថ្នាក់ផ្សារពិហុនបិទដោយអូតូនៅក្នុងផ្សារពិហុនគេមានច្បាប់មួយក្នុងមួយថ្ងៃបើធ្លាក់លើសកំណត់គេការពារហានិភ័យពួកធំពួកមហាសេដ្ឋីធំពួកអ្នកវិនិយោគធំដែលក្លុកទីផ្សារអញ្ចឹងនៅសហរដ្ឋអាមេរិកទីផ្សារ Bitcoin ធ្លាក់ខ្លាំងរហូតដល់ 20%អញ្ចឹងវាដល់កំណត់មួយដែលផ្សារពិហុនត្រូវបិទដោយអូតូអញ្ចឹង Bitcoin ធ្លាក់ក្នុងមួយថ្ងៃក្នុង 20% អញ្ចឹងហេតុផលដែលធ្វើឲ្យ Bitcoin ធ្លាក់ហ្នឹងទីមួយគឺការផ្ទុះឡើងវិញនៅគេហៅសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនណាយើងឃើញហើយស្ងាត់មករយៈហើយអាមេរិកនិងចិនឥឡូវទៅប្រហែលថ្ងៃនេះផ្ទុះឡើងវិញអសានវត្តនៃការដាក់ពន្ធ 100% ទៅលើតំណែងរបស់ចិនហូរចូលសហរដ្ឋអាមេរិកចិត្តមកដល់ហើយណាហើយលោកត្រាំគាត់នៅមិនមានថាមិនបធូរដៃគាត់នៅបន្តពន្ធបដិការហ្នឹងអញ្ចឹងវាធ្វើឲ្យតម្លៃ Bitcoin ត្រូវបានធ្លាក់ព្រោះតំណែងដែលហូរចូលទៅសហរដ្ឋអាមេរិកតំណែងដែលសំខាន់បំផុតដែលច្រើនបំផុត 90% គឺតំណែងគេហៅថារ៉ែកម្រហ្នឹងគេយកទៅផលិតជាទូរស័ព្ទយកទៅផលិតអភិវឌ្ឍ AI អីហ្នឹងអញ្ចឹងបើសិនជាដាក់ពន្ធ 100% អញ្ចឹងវាឡើងពី$10ឡើងទៅដល់$20អញ្ចឹងវាធ្វើឲ្យតម្លៃរ៉ែកម្រនឹងឡើងថ្លៃអញ្ចឹងបូកជាមួយនឹង government shutdown ផងវាធ្វើឲ្យBitcoin ហ្នឹងទម្លាក់ខ្លួនចុះមកយ៉ាងខ្លាំងព្រោះ Bitcoin ជា currency electronic អញ្ចឹងបើសិនជាការមានអីប៉ះពាល់ទៅលើគេហៅថាទីផ្សារវិនិយោគទៅលើគ្រឿងបច្ចេកវិទ្យាមានទូរស័ព្ទមានអីទាំងប្រមាណហ្នឹងបើសិនជាមានស្អី affect ទៅលើគ្រឿង electronic ទៅលើអីហ្នឹងវានឹងប៉ះពាល់ទៅលើ Bitcoin វាខុសពីមាសបើសិនជាមានបញ្ហាទៅលើប្រាក់ដុល្លារវានឹងធ្វើឲ្យមាសឡើងថ្លៃតែ Bitcoin បើសិនជាមានស្អីប៉ះពាល់ទៅលើ electronic វានឹងធ្វើឲ្យ Bitcoin ធ្លាក់ថ្លៃអញ្ចឹងយើងបន្តមកមើលព័ត៌មានសម្រាប់សប្តាហ៍នេះព័ត៌មាននៅថ្ងៃច័ន្ទថ្ងៃអង្គារអត់មានព័ត៌មានអីដែលសំខាន់ទេថ្ងៃពុធមានព័ត៌មានរបស់លុយផោននៅម៉ោង1ល្ងាចមានអតិបរមារបស់ផោនណាហើយថ្ងៃពហុអត់មានទេថ្ងៃសុក្រមានព័ត៌មានរបស់លុយអឺរ៉ូសង្គមអឺរ៉ុបនៅម៉ោង2កន្លះល្ងាចមាន PMI របស់អាល្លឺម៉ង់Swiss PMI របស់អាល្លឺម៉ង់ហើយម៉ោង3:30នាទីផោន PMI របស់ផោនហើយម៉ោង7:30នាទីព័ត៌មានអតិបរមារបស់សហរដ្ឋអាមេរិកអញ្ចឹងព័ត៌មានដែលសំខាន់គឺអតិបរមារបស់សហរដ្ឋអាមេរិកហើយបន្តផ្សំគឺម៉ោង8:45នាទីគឺ PMI របស់សហរដ្ឋអាមេរិកអញ្ចឹងព័ត៌មានដែលសំខាន់នៅសប្តាហ៍នេះគឺ គឺអតិបរមារបស់សហរដ្ឋអាមេរិកដែលចេញនៅម៉ោង7កន្លះយប់នៅថ្ងៃសុក្រសម្រាប់តម្លៃមាសយើងឃើញហើយកាលពីសប្តាហ៍មុនតម្លៃមាសឡើងខ្លាំងមែនទែនគ្រាន់តែមួយសប្តាហ៍មាសមូបានឡើងបានដល់ទៅខ្ទង់$300ជាងបើយើងគិតជាលុយណា$300ជាងឡើងខ្លាំងមួយសប្តាហ៍
កម្រមានឥឡូវតម្លៃមាសគឺព្រឹកមិញណាយើងឃើញនិន្នាការមាសនៅឡើងណា signal ក៏មិនទាន់ធ្លាក់ចុះដែរអញ្ចឹងវាអាចនៅបន្តឡើងទៅទៀតលុះត្រាណា signal ធ្លាក់ចុះបើ signal ធ្លាក់ចុះវាអាចខ្សែវេចុះមកខ្លះអញ្ចឹងឃើញតម្លៃមាសព្រឹកមិញគឺនៅ $4,261.85 ក្នុងមួយអោន 8GB ហ៊ុនបើចង់ដឹងមកតឡឹងយកតម្លៃហ្នឹងយកទៅចែកជាមួយ 0.83 ចឹងនឹងឃើញហើយគឺខ្ទង់ 5,000 ជាងហើយ resistance ដំបូលរបស់មាសគឺនៅ 4,379.40 អញ្ចឹងបើ break ហ្នឹងទៀតឡើងកាន់តែខ្លាំងថែមទៀតតែយើងឃើញហើយវាអស់ខ្យល់បន្តិចអញ្ចឹងអាចនឹងតម្លាក់ចុះមកវិញខ្លះសម្រាប់ Bitcoin យើងឃើញ Bitcoin សប្តាហ៍មុននេះគឺធ្លាក់ច្រើនណាតម្លៃ Bitcoin ព្រឹកមិញឃើញនិន្នាការចូលនិន្នាការ down វិញហើយ Bitcoin ក្រោយពីឡើងទៅបំបែកកំណត់ត្រាថ្មីរួចហើយក៏ចុះត្រឡប់មកវិញគឺខ្ទង់ $10,800 ជាងនៅក្នុងមួយ coin ព្រឹកមិញនេះអញ្ចឹងទិសដៅរបស់ Bitcoin គឺសំដៅមករក support របស់គាត់នៅ $10,355 ណាក្នុងមួយ coin អញ្ចឹងបើ break ទៀតនឹងធ្លាក់មកច្រើនទៀតចំណែកឯតម្លៃប្រេងសប្តាហ៍មុនមូបាន360 pip ហើយនិន្នាការនៅនិន្នាការ down អត់ទាន់ឃើញឡើងទេហើយ signal ក៏ down ដែរអញ្ចឹងប្រេងនៅធ្លាក់បន្ថែមទៀតហើយតម្លៃប្រេងព្រឹកមិញគឺ 57.37 ក្នុងមួយបារ៉ែលហើយទិសដៅគឺមករក support 55.50 បើ break នឹងទៀតធ្លាក់កាន់តែខ្លាំងចំណែកឯលុយជប៉ុនវិញអាមេរិកជប៉ុនយើងឃើញនិន្នាការអាប់ឡើងវិញលុយអាមេរិកហើយសប្តាហ៍មុនមូបាន328 pip signal នៅធ្លាក់ចុះអញ្ចឹងនៅ sideways អត់ទាន់ឡើងទៅវិញទេអញ្ចឹងព្រឹកមិញលុយ$1អាមេរិកដូរបាន150.83 yen អញ្ចឹងទិសដៅគាត់រត់ទៅរក resistance 152.60 yen អញ្ចឹងបើ break នឹងទៀតនឹងឡើងកាន់តែខ្លាំងសម្រាប់លុយអឺរ៉ូនិន្នាការលុយអឺរ៉ូគឺនិន្នាការ down signal up សប្តាហ៍មុនមូបាន183 pip អញ្ចឹងលុយអឺរ៉ូព្រឹកមិញគឺនៅតម្លៃ1អឺរ៉ូស្មើនឹង$1.1667 អញ្ចឹងនឹងចុះមកបន្ថែមទៀតនៅពេលដែល signal down ចុងក្រោយគេលុយ pound និន្នាការ down signal up យើង sideways ណាសប្តាហ៍មុនមូបាន221 pip ហើយព្រឹកមិញលុយ pound 1 pound ស្មើនឹង$1.3438 អញ្ចឹងនិន្នាការមួយនេះនឹងធ្លាក់ចុះមករក$1.3247 ទៀតបើ break ឡើងនឹងធ្លាក់មកខ្លាំងបើអត់ទេឡើងទៅវិញ break resistance នឹងបកឡើងដូរនិន្នាការវិញហើយអញ្ចឹងសម្រាប់សប្តាហ៍នេះសូមចប់ត្រឹមប៉ុណ្្នឹង